ត្រូវបត់18ផ្នត់លោកសវណ្ណជៀនធ្វើនំប៉ាវដោយយកចិត្តទុកដាក់ទៅលើស្បែកម្សៅនិងគ្រឿងក្នុងពេលហែកនំប៉ាវនេះហើយគូឲ្យស្រក់ទឹកមាត់ណាស់ប្រមាណស្ដើងក្រាស់សមល្មមហើយថែមចូលស្លឹកខ្ទឹមធ្វើឲ្យរសជាតិនំប៉ាវនេះឈ្ងុយឈ្ងប់ពាលពេញខេត្តអ៊ីនីនគាត់ចង់ញ៉ាំព្រោះមិនញ៉ាំសាច់គោដូច្នេះមានតែម្សៅដូចគ្នានេះថ្វីត្បិតតែនេះជាតូបតូចតែពឹងលើថ្វីដៃរបស់លោកសវណ្ណជៀនវាคล้ายជាប្រាក់ចំណូលដ៏ធំមួយសម្រាប់ចិញ្ចឹមគ្រួសារគាត់រំលឹកដល់ដំណាក់កាលមករស់នៅតៃវ៉ាន់មួយប្រព្រឹត្តភ្នែកពេលវេលាកន្លងទៅ20ឆ្នាំហើយពេលនោះជីតាគាត់បាននាំគាត់និងបងស្រីមកកាន់តៃវ៉ាន់ហើយទុកឪពុកម្ដាយនៅស្រុកកំណើតឈ្មោះក្រៅហៅថាកំបិតតូចដូច្នេះអ្នកពូកែខាងប្រើកំបិតណាស់មែនទេត្រូវហើយកំបិតចិត្តបន្លាយនិងកំបិតចម្លាក់គាត់និយាយថាថ្វីត្បិតឈ្មោះគាត់មានន័យថាដាវរាប់ម៉ឺនតែពេលមកតៃវ៉ាន់ដំបូងគាត់មានតែកំបិត2ក៏ចាប់ផ្ដើមរកស៊ីលក់នំប៉ាវនេះហើយគាត់ចូលចិត្តកំបិតចម្លាក់គឺដោយសារគាត់ចាប់អារម្មណ៍ទៅលើរចនាឈើតុកៅអីនិងរូបចម្លាក់វត្ថុផ្សេងៗជាច្រើននៅក្នុងហាងនេះសុទ្ធតែច្នៃដោយផ្ទាល់ដៃគាត់ខ្ញុំណែនាំទ្វាររូបនាគនេះនាគពីរដណ្ដើមគុជខ្យងរូបនេះខ្ញុំឆ្លាក់ដោយផ្ទាល់ដៃពេលរៀបរាប់ពីទ្វារមួយនេះទឹកមុខគាត់ពោពេញទៅដោយមោទនភាពប្រៀបដូចជាថ្វីដៃគាត់ធ្វើនំប៉ាវអញ្ចឹងគាត់ពេញចិត្តនៅថ្វីដៃរបស់គាត់ណាស់ឧស្សាហ៍មានភ្ញៀវសួរពួកគេតែនិយាយថាស្អាតណាស់មានអ្នកខ្លះចង់កក់ទិញយកគាត់ឆ្លងកាត់ពីទឹកដីជឺជាងមកចាក់ឬនៅលើទឹកដីតៃវ៉ាន់គាត់បង្ហាញអត្តសញ្ញាណប័ណ្ណរបស់គាត់ហើយប្រាប់ថាគាត់មិនត្រឡប់ទៅស្រុកវិញទេពីព្រោះគាត់ត្រូវតស៊ូគ្រប់គ្រងហាងចំនួនចាស់នៅខេត្តអ៊ីនីនេះនៅទីនេះគាត់រចនាចម្លាក់ឈើតាមទេពកោសល្យរបស់គាត់ព្រមទាំងរសជាតិម្ហូបដ៏ឈ្ងុយឈ្ងប់នេះធ្វើឲ្យគាត់កាន់តែមានចិត្តស្រឡាញ់ទឹកដីនេះខ្ញុំរស់នៅតៃវ៉ាន់តាំងពីតូចមកម្លេះខេត្តជឺជាងជាផ្ទះរបស់ខ្ញុំហើយតៃវ៉ាន់ក៏ជាផ្ទះរបស់ខ្ញុំដែរខ្ញុំស្រឡាញ់តៃវ៉ាន់